បងប្អូនអរគ្នាវីដេអូនេះយើងចូលដល់ណាជំពូកទី2ពាក់ព័ន្ធនឹងកម្លាំងនិងចលនាណាហើយមេរៀនទី3ច្បាប់ញូតនណាអញ្ចឹងគ្រូសង្ខេបរូបមន្តឡើងវិញច្បាប់ញូតនយើងមាន3ណាច្បាប់ទី1បំណុលច្បាប់ទី1ហ្នឹងបើអង្គធាតុ1ណានេះពាក់ព័ន្ធជាមួយនឹងអង្គធាតុ1ស្ថិតនៅនឹងវាស្ថិតនៅនឹងដដែលណានឹងបើអង្គធាតុមានចលនានោះជាចលនាត្រង់ស្មើអូខេចាំគឺនិយាយណាបើអង្គធាតុស្ថិតនៅនឹងវានៅនឹងដដែលតែបើអង្គធាតុមានចលនានោះជាចលនាត្រង់ស្មើណានៅក្នុងច្បាប់ទី1មានន័យថាកម្លាំងទាំងអស់មានលើអង្គធាតុហ្នឹងគឺស្មើ0ណាកម្លាំងទាំងអស់លើអង្គធាតុហ្នឹងគឺស្មើ0ណាបើកម្លាំងស្មើ0សន្ទុះវាស្មើ0ណាសន្ទុះស្មើ0ហើយមានន័យថា v របស់វាហ្នឹងគឺថេណាអានេះយើងផ្អែកតាមមេរៀនមុនក៏បានដែរមេរៀនមុនណាអូខេពាក់ព័ន្ធជាមួយនឹងយើងយកអំណះអំណាងមេរៀនមុននេះបើសិនជាយើងសរសេររូបមន្ត a របស់យើងស្មើជាមួយនឹង v ដក VO លើកតេនេះបើសិនជា v វិថេហ្នឹងមានន័យថា a វាស្មើ0ហ្នឹងន័យអញ្ចឹងតើត v ហ្នឹងដូចគ្នា v ដក VO ឬ v តេហ្នឹងដក VO វាស្មើ0តើតែ v តេនិង VO នឹងស្មើគ្នានៅពេលដែលវាស្មើគ្នាអញ្ចឹងគេហៅថា v នឹងអត់ប្រែប្រួលហ្នឹងគេហៅថាថេហ្នឹងហើយតើគឺនិយាយន័យហ្នឹងណាអូខេសម្ដៅលើ v ថេយើងផ្អែកទៅរូបមន្ត a ស្មើ v តេដក VO លើតេបើស្មើ0តើតែ v ហ្នឹងស្មើគ្នាហ្នឹងណាពំនូលច្បាប់ទី1ហ្នឹងគេថាបើអង្គធាតុវាស្ថិតនៅនឹងវានៅនឹងដដែលបើអង្គធាតុនឹងមានចលនានោះជាចលនាត្រង់ស្មើមានន័យថា v ថេហើយអញ្ចឹងបងប្អូនចំណាំពាក្យហ្នឹងចលនាត្រង់ស្មើមានន័យថាណាសន្ទុះវាស្មើ0ណាអូខេតើនិយាយសន្ទុះស្មើ0ណាតោះចូលមកដល់ច្បាប់ទី2ញូតនណាច្បាប់ទី2ញូតននេះគឺសរសេរតែរូបមន្តឲ្យណាហើយបើសិនជាយើងទាញ a អ្នកទាំងអស់គ្នាដឹងបើសិនជាទាញរក a ណាទាញរក a របស់យើងចាប់ a ទុកមិនមែនរុញ a ចេញទេណាអញ្ចឹង a របស់យើងស្មើជាមួយនឹងរុញ m ចេញអញ្ចឹង m ផលគុណជាផលចែករុញ m ចុះមកក្រោមណា f នៅលើតើគឺនិយាយនេះបើសិនជាអ្នកទាំងអស់គ្នាគ្រូទុក a នៅខាងស្ដាំណានេះ a នៅខាងស្ដាំហ្នឹងវាមិនរុញ m ចេញតើណារុញ m ផលគុណផលចែកចុះមកក្រោម f របស់យើងនេះតើគឺនិយាយកន្លែងហ្នឹងណាអូខេអញ្ចឹងយើងអាចនិយាយបានហើយមានន័យថា a នៅខាងលើ s នៅខាងលើអញ្ចឹងមានន័យថាសមាមាត្រគ្នាកម្លាំងធំសន្ទុះធំអញ្ចឹងយើងនិយាយថា a ហ្នឹងសមាមាត្រជាមួយនឹងកម្លាំងអូខេបើសិនជាសន្ទុះតូចមានន័យថាតើតែ m នឹងធំព្រោះ m វានៅខាងក្រោមអានេះគេហៅថាច្រាស់សមាមាត្រអានេះគេហៅថាសមាមាត្រអូខេសមាមាត្រដល់ពេលខាងលើខាងក្រោមនេះគេហៅអីគេហៅថាច្រាស់សមាមាត្រតើណាកម្លាំងធំសន្ទុះធំម៉ាស់ធំសន្ទុះតូចតើគឺនិយាយហ្នឹងពាក់ព័ន្ធជាមួយនឹងច្បាប់ទី2ញូតនណា S ស្មើ ma ណាជានិយាយថាកម្លាំងសរុបស្មើនឹងម៉ាស់គុណនឹងសន្ទុះតើគឺនិយាយហ្នឹងច្បាប់ទី2ច្បាប់ទី3យើងនិយាយថាមកច្បាប់ទី3ណាច្បាប់ទី3ញូតនឬគោលការណ៍អំពើនិងប្រតិកម្មណាអំពើនិងប្រតិកម្មគេថាបើអង្គធាតុ2មានអំពើលើគ្នាទៅវិញទៅមក S1 ណាដែលបញ្ចេញកន្លែងនេះខុសអានេះជើងចណាអូខេគ្រប់កាយបន្តិចនេះជើងចណាបញ្ចេញទៅលើអង្គធាតុណាទី2បញ្ចេញណាអូខេដោយអង្គធាតុទី1ទៅលើអង្គធាតុទី2មានតម្លៃស្មើគ្នានឹងទិសដៅផ្ទុយគ្នាណាអូខេមានទិសដៅផ្ទុយគ្នាពីកម្លាំង F2 ណាអានេះបញ្ចេញជើងចទៀតអូខេកាយត្រឹមបន្តិចដោយអង្គធាតុទី2ទៅលើអង្គធាតុទី1គេអាចសរសេរនេះ
đọ nè cái này nè mình này thật phải chẹt thứ đáo bảo vệ nè bởi dương tầm lái dương ắt cực sự nhà đọ ấy toàn thường vậy á đọ nó mình này phải chẹt tha cầm lăng ti môi ta khang no toàn thường vậy cầm lăng ti pi ta khang ná ti môi ta khang đám ti pi mà khang chuê nhà nó chỉ phải chẹt bị thứ đáo đặc biệt tầm lái ông của mà ta việc đọc Newton chẳng việc đọc Newton đôi khi nè nó kia toàn thường vậy á ok nó đọ nó bị chẹt bị tức đá viết xây kia tôi kia sầm tôi nó tôi kia toàn cái này nó ok nó chụp bắp tí 7 nó còn ở chụp bắp tí 7 bài gì ok tỏ mũi tí tầm nguồn nè tầm nguồn thoa mà đá cầm lắng nè nó hay cầm lắng nhưng cách chi Newton bây giờ cũng có nè nè ok nè nó hơi chấm anh à hợp ấy nè ok lại nè cái sum tốt tôi sẽ khang này với đi lúc nguồn được lại nhé nè ok tôi sẽ khang này chọn ai bao giờ nè và to pi miêu bộ môn hay dân trai chăm mua họ nè ấy á anh ấy cầm lăng toàn ở cái chữ A Newton nè ok cầm lăng cái chữ Newton âm bao giờ A mặt cái chữ A kg a bao giờ ấy sum tu nè sum tu cái chữ A sum tu trăm lúc muốn hay trăm mà so tan hay khăn bao vị đó anh ấy cái chia máy không mua vị trí cái nắng ok lúc muốn bao nhiêu nè nâng cái lúc chạy prap ôn phải cắt tục cái này nè ok nè đó lấy dân châu mà đo tầm nguồn nó hai ấy đi cái chữ Newton này hai ấy cái chữ Newton đấy nhé tầm nguồn cái chữ Newton đấy tầm nguồn có chia cầm lăng đây toàn cùng giấy ông ma thay nè tao cái này đông small hay thay lưỡi chương nè tao cái này lưỡi chương nè tao cái này nè tao cái này rắm được chữ đôi kiểu vậy á chẳng mình cầm lăng nó cứ cầm lăng tầm niên đầy toàn đấy tầm nguồn có chia cầm lăng cái cầm lăng tầm niên đầy nhá so thì những cái tang nó cứ pê đó ok so cái tang nó cứ pê rồi ai chế rồi ai c bảo dưỡng đó rồi ai c bảo dưỡng rồi ai c vàต่อมาទៀតយើងអាចតាំងពីរនាក់ហ្នឹងពេលខ្លះគេតាំងដោយដុំទៅវេក៏បានដែរណាយើងតាំងដោយដុំទៅវេតំងន់ក៏បានដែរតែកន្លែងហ្នឹងគ្រូអត់តាំងដុំទៅវេដោយសារមេរៀនក្រោយយើងមានដុំទៅវេហ្នឹងយើងតាំងកម្មមអីទៀតណាអញ្ចឹងគ្រូអត់តាំងអាហ្នឹងឯងតាន់គឺនិយាយកន្លែងហ្នឹងណាអូខេណាតទៀតហើយកន្លែងនេះម៉ាស់យើងណាគិតជាគីឡូក្រាមដដែលទេហើយ C របស់យើងហ្នឹងគេច្រើនយក9.81ណាអូខេបើគេអត់ប្រាប់បងប្អូនអាចយក10បានកន្លែងហ្នឹងណាអាចយក10ក៏បានដែរណា C ហ្នឹង10ម៉ែត្រក្នុង1វិនាទីការ៉េហ្នឹងអូខេណាតម្លៃវាប្រកួតណាវាប្រកួតទៅគឺក្បែរ10វិញសំទុះទំនាញដីណាម៉ែត្រក្នុង1វិនាទីការ៉េក៏បានញូតុនក្នុង1គីឡូក្រាមក៏បានណាតម្លៃ C របស់យើងតោះណាបន្ទាប់ពីដឹងរូបមន្តតាងហើយយើងត្រូវស្គាល់ថាអក្សរមួយឈ្មោះអីຂະຫນាតវាជាអីណាហ្នឹងតោះអញ្ចឹងរូបមន្តទម្ងន់របស់យើងហ្នឹងក៏ជាកម្លាំងដែរតែកម្លាំងទំនាញដីណាដែលមានពើលើអង្គធាតុអូខេតោះទៀតយើងចូលដល់លំហាត់ឧទាហរណ៍ណាលំហាត់នឹងដំណោះស្រាយរបស់យើងតោះទី1របស់យើងទី1គេសួរតើកម្លាំងសរុបចាំបាច់សម្រាប់រថយន្តមួយមានសន្ទុះណា2ម៉ែត្រក្នុង1វិនាទីការ៉េណានឹងម៉ាស់របស់រថយន្ត3000ណាស្មើនឹងប៉ុន្មានអញ្ចឹងគេសួរកម្លាំងឲ្យសរុបអញ្ចឹងកន្លែងនេះគ្រូចង់ឲ្យបងប្អូនស្រង់បំរាប់ណាបំរាប់របស់យើងនេះសន្ទុះកម្លាំងគេសួរកម្លាំងហ្នឹងគឺ F ណាកម្លាំងសរុបហ្នឹងគឺតាំង F ហ្នឹងហើយសន្ទុះអីគេសន្ទុះណាម៉ាស់អីគេម៉ាស់គឺ M តើនិយាយណាកន្លែងហ្នឹងតោះនេះបំរាប់ស្រង់ឲ្យហើយគោលដៅរបស់យើងចង់បាន F ត្រូវទេតោះរូបមុនណាយើងចង់បាន F របស់យើងរូបមុនច្បាប់ទី2 Newton ត្រូវអត់ច្បាប់ទី2 Newton S ស្មើ MA ណា S ស្មើ MA អញ្ចឹងយើងមើលຂະຫນាតរបស់វាផងមុនយើងចំនួនលេខចូលណា M របស់យើងគីឡូក្រាមត្រូវនៅ A របស់យើងម៉ែត្រក្នុង1វិនាទីការ៉េត្រូវនៅហ្នឹងគឺសន្ទុះຂະຫນាតសន្ទុះតោះនេះគ្រូរំលឹកនៅតែនេះមិញណាបងចាំណានេះម៉ែត្រក្នុង1វិនាទីការ៉េ
ណាអូខេហ្នឹងគឺសំទុះអញ្ចឹងយើងមានអស់ហើយណាយើងមានអស់ហើយតោះមកយើងគុណលេខមកអញ្ចឹងវា3000យើងគុណនឹង2ណាគុណនឹង2អញ្ចឹងវា0វានៅតែ03ដដែល3នឹង2វា6អញ្ចឹងវា6ញូតុនណាអូខេចម្លើយរបស់យើងគឺតែប៉ុណ្្នឹងឯងណាអញ្ចឹងគឺរួចរាល់ហើយណាយើងអស់ហើយអូខេណា